មានរសាខ្សត់ដោយសម្ពុតពត់ពីក្រៅអ្នកប្រាជ្ញរសាខ្លៅដោយសំពៅពឹងសំប៉ានបើយើងរៀនចេះដឹងខ្លាចជាអ្នកប្រាជ្ញធ្វើម៉េចឲ្យអ្នកល្ងងស្រឡាញ់ក្នុងកម្ពុជាស្អប់អីហើយបើយើងធ្វើជាអ្នកមានបានធ្វើម៉េចឲ្យអ្នកក្រនឹងស្រឡាញ់យើងផងកុំឲ្យអ្នកក្រចាត់យើងជាសត្រូវម្ល៉េះហើយធម៌ទាំងនេះព្រះពុទ្ធទ្រង់ឲ្យយើងចេះសន្តោសសង្គ្រោះគ្នាដែលហៅថាសង្ឃហធម៌មាន4ទី1ទានអ្នកចេះចែករំលែករបស់ដែលយើងបានមកធ្វើឲ្យអ្នកចិត្តខាងគេស្រឡាញ់ចូលចិត្តអក្សរសិល្ប៍ខ្មែរបានបញ្ជាក់ថារឿងមេយើងអាមេនុបនឹងបានប្រពន្ធខាតលាក់នោះគ្មានចេះរាប់មិត្តទេគេស្អប់ពេញភូមិដល់ពេលលើកក្រោយបានប្រពន្ធគ្រប់លាក់មកប្រពន្ធនឹងប្រាប់ប្តីថាយើងក្រគ្មានទ្រព្យសម្បត្តិគ្មានញាតិមិត្តបងប្អូនទេយើងមិនត្រូវយកអ្នកណាជាសត្រូវទេយើងយកអ្នកភូមិផងរបងជាមួយយើងជាមិត្តយើងអញ្ចឹងហើយយើងបានត្រីបានអីមកយើងត្រូវចែកគ្នាទីបំផុតអ្នកស្រុកអ្នកភូមិស្រឡាញ់គ្រួសារនឹងគេចេញចូលផ្ទះនឹងគេស្រឡាញ់ចូលចិត្តដោយសារកំណត់ដឹកនាំដ៏ប្រសើរធ្វើខ្លួនពីអ្នកក្រីក្ររហូតដល់ជាសេដ្ឋីដល់ជាអ្នកមាននេះហើយដែលគេហៅថាទានអ្នកមកពីការចែករំលែកទានហ្នឹងមិត្តានិកន្ធតិមានតែទានទេដែលអាចចងមិត្តបានស្អប់អ្នកណាមួយសុំអីមិនបានកំណាញ់ចង់ប្រឆាំងជាមួយអ្នកកំណាញ់ហ្នឹងឲ្យញឹកទៅបើថានៅផ្ទះក្បែរគ្នាដួសសឡមួយចានហុចមានផ្លែឈើហុចចុះហុចឡើងថ្ងៃក្រោយប្រើកូនឲ្យយកស្អីបន្តិចមកឲ្យយើងដែរហើយអានឹងមធ្យោបាយបតុនចិត្តមហាស្នេហ៍អ្នកកំណាញ់មានតែផ្លូវឲ្យបានប្រពុទ្ធសង្ឃៈទី1ទានអ្នកចែករំលែកចឹងបានទោះយើងទៅនៅប្រទេសណាស្រុកណាដោយមកមានការចែករំលែកធ្វើបុណ្យធ្វើទានជូនដល់អ្នកក្រីក្រមានអីជួយកសាងអីជួយចែកអីហ្នឹងទៅអានឹងជាសង្ឃៈទី1ទានអាចចងមិត្តបានទី2បយៈវច្ចៈពោលពាក្យពីរោះភាសាជាទីស្រឡាញ់គេហៅថាសម្ដីសជាតិមយាទសពូជសម្ដីសជាតិមយាទសត្រកូលមនុស្សគេយកសម្ដីតម្រៃគេយកភ្លុករនៀបបាក់យករនៀបជួសបើសម្ដីហួសអត់អីជួសទេហើយអណ្ដាតជាអាចកន្លងបានសុខទុក្ខផងពីព្រោះអណ្ដាតបុរាណណាចាព្រានបដៅយើងឲ្យចេះពោលពាក្យទៅកាន់អ្នកដទៃពីរោះពិសាជាទីស្រឡាញ់គេស្អប់យើងក៏ដោយសារសម្ដីគេស្រឡាញ់យើងក៏ដោយសារសម្ដីគេបោកយើងបានក៏ដោយសារសម្ដីយើងបោកគេបានក៏ដោយសារសម្ដីបើដូច្នេះហើយសម្ដីនេះមានអធិពលមានពឹសមានពលបានគេថាអណ្ដាតនឹងគ្រោះថ្នាក់ណាស់និយាយឲ្យគេខឹងគេខឹងនិយាយឲ្យគេស្រឡាញ់គេស្រឡាញ់និយាយឲ្យគេស្អប់គេស្អប់និយាយឲ្យគេជេរគេជេរម្ល៉េះហើយការពោលពាក្យទៅកាន់អ្នកដទៃចិត្តខាងលោកឲ្យពោលពាក្យស្រឡាញ់កុំបញ្ជួសប្រសោកតកោះបោះបោកឧបមាដូចថាយាយតាអញ្ជើញមកអញ្ចឹងណាស្លនឹងមិនសូវជាឆ្ងាញ់ប្រហែលទេក៏ប៉ុន្តែពោលពាក្យអាក្រក់អានឹងមិនដឹងមិនទេប៉ុន្តែបើនិយាយពីសម្លនឹងឆ្ងាញ់ណាស់ប៉ុន្តែគេលើកដាក់លើតុហើយយាយគាត់កំពុងហូបកាយញាត់កាយញុកគេមកថាយាយអញស៊ីច្រើនយាយស៊ីជ្រះឆ្អែតអាត្មាគិតថាដូចជាលែងឆ្ងាញ់ហ្នឹងមកទេដល់ថាអញ្ចឹងដូចលែងឆ្ងាញ់បាត់ណាហ្នឹងស៊ីមកបនគេមកស៊ីមកវិចចូលបនតែ1000 2000នេះស៊ីឲ្យវិចទៀតដៃឲ្យតែប៉ុណ្ណេះដូចលែងឆ្ងាញ់បាត់ហើយបបោមាត់ញាត់ទៅត្រឹកបាត់ហើយប៉ុន្តែបើសិនជាសឡនឹងអត់ឆ្ងាញ់ទេខ្វះប្រហុកអំបិលរមអីលោកយាយហើយលោកយាយខ្ញុំអរណាបានជើញមកបនខ្ញុំលោកយាយខំពិសាឲ្យច្រើនលោកយាយណាឆ្ងាញ់ក៏ដោយមិនឆ្ងាញ់ក៏ដោយធ្វើមុខធ្វើមាត់ឲ្យដូចកំពុងឆ្ងាញ់អញ្ចឹងទៅលោកយាយចៅសប្បាយចិត្តបានមកបនខ្ញុំអរណាហីអាសឡមិនឆ្ងាញ់ហើយឆាន់ហើយហូបឲ្យខ្ទេចអស់នៅសល់ចានឥឡូវហើយបានគេថាមនុស្សមានបានតណ្ណាក៏ដោយអាសម្ដីនឹងវាសពូជវាសតកូលគេចង់ដឹងអ្នកល្អញោមចំណាំមើលមនុស្សដែលវាមិនល្អសំបីឡើងលៀបឡើងយុះឡើងសាក់ខ្លាយជាអ្នកមានដែរចេញអាលក្ខណៈមិនល្អមកប្រើសម្ដីមើលងាយគេផ្លែតអត់ដឹងតែខ្លួនឯងកំពុងតែអនុវត្តធម៌អត់ទេធ្វើខ្លួនឯងថារឹកក្រន់បាល់ទៀតប៉ុន្តែយកអាចបញ្ចេញរឹកធ្វើមើលងាយគេមកនឹងសម្ដីបែបតកោះបោះបោកដាក់អ្នកក្រីក្រអ្នកតូចអ្នកទាបសម្ដីហ្នឹងកំពុងបង្ហាញរឹកខ្លួនឯងឲ្យគេឃើញថាឯងនឹងវាអន់ប៉ុន្តែអត់ដឹងអាឡ័យសបឹងថាអញឡើងលៀបអញឡើងយុះអញឡើងសាក់អញអ្នកធំម្ល៉េះហើយផ្លេចគិតថាឯងកំពុងតែអនុវត្តធម៌អត់នេះថាល្អកំពុងចង់ល្អចង់មានសាងប្លង់ក្រចង់ល្អសាងប្លង់អាក្រក់ដូចគេថាហ្នឹង
បើដូច្នេះសង្ឃហៈទី2គឺពាក្យសម្ដីការពោលពាក្យពីរោះពិសាដល់គ្នានឹងគ្នាជាហេតុនាំឲ្យបានសេចក្តីសុខជាការសង្គ្រោះគ្នានៅក្នុងសង្គមដោយក្នុងច្បាប់ស្រីគេថាហើយកូនស្រីស្ងួនមាសម្ដាយក្រណាស់នាងហើយតាមដោយច្បាប់ស្រីក្រមួយមិនបានសម្ដីពាក្យទុនតិចនៃឲ្យញាតចូលចិត្តក្រមួយមិនបានរិះគិតឃើញញាតឆ្ងាយចិត្តហៅឡើងឆៃស្លាទោះមានមិនមានក្តីណាពាក្យផ្អែមចរចាទើបគេស្រឡាញ់កុំជួចិត្តស្មោកំណាញ់មិនមានអស់អញនឹងញាតសណ្ដានអស់យុះរបស់ផងបានកើតសុខសែនសានក៏ព្រោះកូនស្រីលោកលើកឡើងថារឿងក្រពាក្យក្រសម្ដីមិនចេះហៅញាតមិនចេះរាប់រញាតហ្នឹងវាអត់បានសុខទេអញ្ចឹងបើឃើញញាតទោះបីមិនមានមលូស្លាមិនមានទឹកតែទឹកក្តៅទឹកត្រជាក់អូលោកយាយអើយអញ្ជើញអង្គុយមកពិសាស្លាពិសាទឹកពិសាតែសិនអូយឲ្យតែបានពាក្យប៉ុណ្ណេះក្រណាអញ្ចឹងបានគេថាមានញោមញាតខ្លះគាត់អន់ចិត្តនឹងលោកដែរគាត់ថាអីលោកនោះឯងទៅចូលបន់រត់តែកន្លែងអង្គុយគ្មានឃើញឲ្យឯងចូលទៅតាណាអីតាណាសួរមួយម៉ាត់ឆ្លើយម៉ាត់សួរពីរម៉ាត់ឆ្លើយពីរម៉ាត់លែងសួរដល់ចោលឯងបាត់ឯងទៅពីឆ្ងាយមិនដឹងបន្ទប់ទឹកនៅឯណាមិនដឹងកន្លែងសម្រាកនៅឯណាចុះពីឡានតាហេតាហៈហេទៅតែម្ដងលែងមានអារម្មណ៍ទៅហើយគុណនោះលោកអត់មានរស់រាយរស់ឯងអីមិនតិចអាត្មាសម្រួលថាញោមអើយក្រែងលោកអត់ស្គាល់លោកមិនហ៊ានវាជួនកាលអតិពលនៃទំនាក់ទំនងពាក្យសម្ដីហ្នឹងវាមានផលវិបាកនិងផលចំណេញចឹងដែរបានលោកឲ្យសង្ឃៈទី2ពយវច្ចៈទី3អត្ថចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាទោះបីគេជួលក៏ដោយគេមិនជួលក៏ដោយចេះអីក៏ជួយនឹងទៅឧបមាដូចយើងធ្វើស្ពានឲ្យគេឆ្លងមិនមែនគេធ្វើទៅដើម្បីឲ្យគេឲ្យលុយយើងគេឆ្លងទៅបានលុយគេឲ្យលុយគេមិនឲ្យលុយអីអត់ទេគឺដើម្បីឲ្យអ្នកណាក៏ដោយមិត្តយើងក៏ដោយសត្រូវយើងក៏ដោយគ្រួសារយើងក៏ដោយគ្រួសារគេក៏ដោយឆ្លងចោះធ្វើដំណើរឲ្យចុះអាហ្នឹងអញ្ចឹងគេហៅថាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាឲ្យបានប្រយោជន៍ដល់គេចុះមិនមែនថាឲ្យគេឆ្លងទៅនឹងយកស្អីមកឲ្យខ្ញុំអត់ទេមិនបាច់ចាំឲ្យខ្ញុំទេឲ្យតែអ្នកឯងនឹងធ្វើដំណើរធ្វើអីបានសុខស្រួលចុះដឹកប្រពន្ធទៅពេទ្យអីឲ្យតាន់ចុះប្រពន្ធប្រុសឆ្លងទលេអីដឹកឲ្យតាន់ចុះកុំឲ្យមានបញ្ហាខ្ញុំអត់ចង់បានអីពីអ្នកឯងទេឲ្យតែអ្នកឯងបានសុខហើយបើថាឈឺធ្ងន់អីប្រវៀនដោះខ្នែងដោះអីមិនយកទៅពេទ្យឲ្យតាន់វះកាត់ចុះចង់ឲ្យតែគេបានសុខអញ្ចឹងឯចំណែកទី4សង្ឃហៈលោកហៅថាសមានតតាទម្លាក់មាននេះធ្វើខ្លួននឹងកុំឲ្យលើសគេពេកទោះបីមានបានយ៉ាងណារៀបអកប្បកិរិយាចរិតមេរយាទសាមញ្ញដូចគេដូចឯងតែនឹងហើយជាសង្ឃហៈរស់នៅក្នុងសង្គមបានសុខមនុស្សដែលចេះគិតគូរចេះក្នុងពុទ្ធសាសនាលោកហៅថាបណ្ឌិតពាក្យថាបណ្ឌិតសំដៅទៅលើបុគ្គលណាមានធម៌4ទី1ហៅថាអត្តសទ្ធិទៅរៀនខ្លួនឯងធ្វើខ្លួនឯងបប្រតិបត្តិខ្លួនឯងឲ្យមានចំណេះមានលទ្ធភាពសិនទី2បរសទ្ធិមកដឹកនាំអ្នកដទៃឲ្យបានល្អដែរទី3សង្ឃហៈជួយសង្គ្រោះដល់អ្នកដទៃជាការឲ្យនៅទ្រព្យសម្បត្តិឲ្យនៅចំណេះដឹងឬក៏ចែករំលែកសេចក្តីសុខដូចជាបរិច្ចាគកសាងនេះកសាងនោះជាប្រយោជន៍ដល់អ្នកដទៃនឹងហើយឯចំណែកទី4គេហៅថាកតញ្ញូជាអ្នកដឹងគុណមិនភ្លេចមាតុភូមិមិនភ្លេចជាតិមិនភ្លេចស្រុកទេសមិនភ្លេចកំណើតមិនភ្លេចយាយតាញោមញាតធ្លាប់ពោធ្លាប់បីយើងពីតូចមិនមែនថាបានសុខបានស្រួលទៅដល់ទីនេះទីនោះភ្លេចជាតិភ្លេចកំណើតអត់ទេបុគ្គលណានៅតែនឹកដឹងគុណជាតិដឹងគុណទឹកដីដឹងគុណថ្នាក់ដឹកនាំដឹងគុណមេត្តាបិតាដឹងគុណគ្រូឧបជាយាចាសពបែបយ៉ាងនេះបុគ្គលទាំងអស់នេះហើយដែលជាហៅថាបណ្ឌិតមានធម៌4ប្រចាំខ្លួនបុគ្គលនេះឯងរមែងជួបតែរឿងជោគជ័យក្នុងជីវិតនៅក្នុងទីនេះដោយសារយើងមានធម៌ដែលគេហៅថាធម៌របស់សពបរោះធម៌បណ្ឌិតសង្ឃហៈធម៌នៅក្នុងខ្លួនហើយបានកសាងជាស្ពាននេះដើម្បីជួយរំលែកទុក្ខដល់ប្រជាជននៅក្នុងតំបន់នេះការប្រើប្រាស់ដើម្បីជាប្រយោជន៍រៀងៗខ្លួនទៅចុះហើយបើយើងគិតទៅតាមពុទ្ធសាសនាវិញដូចបើយើងគិតពីប្រយោជន៍បច្ចុប្បន្នយើងឃើញផ្ទាល់ភ្នែកហើយប៉ុន្តែបើយើងគិតពីពុទ្ធសាសនាវិញពីរឿងបុណ្យពីរឿងកុសលពីរឿងអានិសង្សវិញយ៉ាងណាទៅរឿងសាងស្ពានហ្នឹងអ្នកសាងស្ពាននេះរាប់ចូលក្នុងពុទ្ធសាសនាគេហៅថាបានបុណ្យទាំងយប់ទាំងថ្ងៃញោមមានទេវតាអង្គមួយចូលទៅទូលសួរព្រះអង្គនៅក្នុងសត្តមៈសោតទី7ទេវតាសង្យុត្តកម្ពីសង្យុត្តនិកាយសគាធវៈ
ថាបបិទ្ធព្រះអង្គដ៏ចម្រើនបនរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលពួកណាហើយបុគ្គលពួកណាទៅដែលបរិបូរដោយធម៌ប្រកបដោយសិលនឹងទៅកាន់ស្ថានសួគ៌ព្រះអង្គទេវតានោះថាគេសង្តិវាចរិតតោចៈសទាបញ្ញប្រវត្តិតិធម្មថាសីលសម្បណ្ណោគេជានិសកគិមិនុព្រះពុទ្ធក៏ឆ្លើយតបមកវិញផ្លែកថាអរាមរូបាវណរូបាយេជានិសេតុករកាបបញ្ចឧតបានញ្ចយេតតន្តិឧបស្សយ៉ាងទេសង្តិវាចរិតតោចៈសទាបញ្ញប្រវត្តិតិធម្មថាសីលសម្បណ្ណោទេជានិសកគិមិនុបំរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលពួកណាដល់បុគ្គលពួកនេះអ្នកណាកសាងអារាមរូបាគឺកសាងសួនច្បារដាំដើមឈើផ្កាជាលំអសួនច្បារជាបាជាបៃមេលតីមហាហង្សទៅយ៉ងយុទ្ធការផ្កានួនស្រីកលាព្រំដួលរៀបចំទីកន្លែងវត្តវាអារាមឬទីណាមួយដើម្បីឲ្យគេមើលទៅឃើញមានអារម្មណ៍ចិត្តស្រស់ស្រាយសប្បាយហៅថាអារាមរូបានៅនេះឯងបានបុណ្យទាំងយប់ទាំងថ្ងៃមួយទៀតវនៈរូបាណានាដាំដើមឈើព្រៃធំធំពីកគីកកោះបេងនាងនួនច័ន្ទម៉ាក់ប៉ែនពីកញុងឬក៏ស្វាយដូងខ្នោរបស់ណាគេប្រើប្រាស់ឈើជាមលុបជ្រោកតិចតិជុំឲ្យគេជ្រោករាប់ទាំងដាំដើមឈើដើមពោដើមអីសពយ៉ាងហ្នឹងអ្នកដាំដើមឈើនិងអ្នកថែរក្សាដើមឈើឲ្យគេជ្រោកឲ្យគេបានតិចមលុបស្រួលនេះបានបន់ទាំងយប់ទាំងថ្ងៃទី2នេះគេហៅថាវនៈរូបាយេជនីសេតុការកាអ្នកណាកសាងស្ពានកសាងសាលារៀនកសាងមន្ទីរពេទ្យកសាងផ្លូវថ្នល់ឬក៏ចេញថ្លៃទុកដល់ចម្លងដល់អ្នកដទៃអ្នកនេះបានបន់ទាំងយប់ទាំងថ្ងៃដូច្នេះអ្នកកសាងស្ពាននេះក្នុងធម៌រាប់ចូលយេជនីសេតុការកាអ្នកណាកសាងស្ពានកសាងផ្លូវថ្នល់សម្រួលដល់ចរាចរណ៍ធ្វើដំណើរដើរយប់ដើរថ្ងៃអ្នកនេះបានបន់ទាំងយប់ទាំងថ្ងៃគេឆ្លងយប់បានបន់យប់គេឆ្លងថ្ងៃបានបន់ថ្ងៃហើយបើយើងគិតមើលទៅប្រគិនចង្ហាន់លោកម្ចានលោកឆាន់បានមួយពេលហើយប្រគិនស្បងចពោលោកមកកាផ្លេប្រើបាន5 6ឆ្នាំហើយដល់ទៅធ្វើស្ពាននេះមួយមិនដឹងប្រមាណឆ្នាំទេបានបន់យូរជាងគេបានបន់វែងជាងគេមិនតែប៉ុណ្ណោះបានបន់ទាំងយប់បានបន់ទាំងថ្ងៃពីព្រោះពេលយប់ក៏គេឆ្លងពេលថ្ងៃក៏គេឆ្លងពេលព្រឹកក៏គេឆ្លងអើយយើងអ្នកម្ចាស់ក្រនតែត្រេកអរបានបន់រហូតទៅឆេះឲ្យតែគេឆ្លងស្ពានយើងបានបន់តែមិត្តក៏មកឆ្លងសត្រូវក៏មកឆ្លងបងក៏ឆ្លងប្អូនក៏ឆ្លងគ្រួសារយើងក៏ឆ្លងគ្រួសារគេក៏ឆ្លងមួយថ្ងៃមិនដឹងប្រមាណអ្នកបើគិតទៅម្នាក់បន់មកច្រូចឲ្យ10នាក់10ច្រូចឲ្យបើ100នាក់មិន100ច្រូចបន់ទៅហើយទាំងយប់ទាំងថ្ងៃបើដូច្នេះហើយអ្នកណាកសាងទីឧបស័យកសាងស្ពាននេះបានបន់បានទាំងយប់បានទាំងថ្ងៃហើយមួយទៀតឧតបានញ្ចៈអ្នកណាកសាងគ្រឿងទឹកជីកអាងជីកដូងជីកស្រះតពាំងស្ទឹងបឹងបួធ្វើជាប៉ោតពីងធ្វើឡាំងធ្វើធុងធ្វើកឡោប៉ិនតងកលែងងូតទឹកគេផឹកគេងូតគេប្រើប្រាស់បានបនទាំងយប់ទាំងថ្ងៃដែរអ្នកកសាងអាងទឹកលូទឹកបាសាំងទឹកអីនោះជីកស្រះជីកដូងនោះហើយបានមួយទៀតឧបស័យអ្នកណាកសាងទីសាលាសំណាក់ផាអាស្រ័យពីកុដពីសាលាពីព្រះវិហារបឋនោបច្ចេតដីសាលាឈរទានអីហ្នឹងបានបន់ទាំងយប់ទាំងថ្ងៃដែរដូច្នេះពពុទ្ធទ្រង់សម្ដែងប្រាប់ទេវតានោះអញ្ចឹងហើយព្រះអង្គថាទេសង្តិវាចរិតតោចៈសទាបញ្ញប្រវត្តិតិធម្មថាសីលសម្បណ្ណោតេជនិសកគិមិនុបុគ្គលណាដែលកសាងស្ពានកសាងសាលារៀនកសាងអាងទឹកកសាងដាំដើមឈើជាទីជ្រកកោនសួនច្បារនិងទីសំណាក់ផាអាស្រ័យទាំងអស់នេះបុគ្គលណាហើយរមែងបានបន់ទាំងយប់គ្រប់ទាំងថ្ងៃបុគ្គលនេះនឹងបរិបូរដោយធម៌ប្រកបដោយសិលនិងទៅកាន់ស្ថានសួគ៌ខ្ញុំមើលគ្នាក្នុងធម៌លោកសម្ដែងឆ្លើយថាអញ្ចឹងដូច្នេះអ្នកកសាងស្ពាននេះគិតឃើញថាបានបន់ខ្លាំងមែន